បាទសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំថតមន់តែទើបនឹងសេរូចហើយឥឡូវនេះយើងបញ្ចូលរបៀបថ្មវាហាលវាទុកពេលថ្ងៃជាធម្មតាហ្នឹងដូចរដងអញ្ចឹងហើយក៏ថតឲ្យបងប្អូនមើលទៅអញ្ចឹងមន់ទាំងអស់ហ្នឹងបន្ទាប់ពីយើងសេរីហើយយើងបញ្ចូលរបៀបថ្មបងប្អូនមើលតើវាស្អាតប៉ុណ្ណាឬក៏ប្លែកប៉ុណ្ណាសម្រាប់អាមេអំបៅនេះគីឡូវាគឺឥឡូវឡើងដល់29ហើយវាវាយជាងមុនឥឡូវគឺខ្ញុំគិតថាថែរក្សាគីឡូវា29នឹងឲ្យថេដើម្បីយើងត្រៀមចិញ្ចូលនៅប្រហែលថ្ងៃខាងមុខហ្នឹងអញ្ចឹងអាមេអំបៅនេះគឺយើងបញ្ចូលរបៀបថ្មលើកទី2ហើយសីវាបានមួយអាទិត្យជាងហើយចំណីវាក៏យើងបើវាបានឡើងគីឡូ29ដែរសម្រាប់ជួយនេះគឺគីឡូ30ថេអត់ស្រកអត់ឡើងទេយើងទៅប្រស័យវាបាន2ថ្ងៃទេហើយតម្រិតថ្មយើងចូលបាន2ដងដូចគ្នាអញ្ចឹងបងប្អូនមើលរូបរាងទៅគ្រាន់តែថាខ្ទុយនឹងខ្ញុំអត់ទាន់សេរីទេវានៅដុះវែងខ្លីអញ្ចឹងប៉ុន្តែការវាយរបស់វាគឺវាយល្អជាងមុនវាយជើងជះធ្ងន់ជាងមុនអញ្ចឹងខ្ញុំគិតថាគីឡូវា30ហ្នឹងស័ក្តិសមនឹងវាហើយដើម្បីត្រៀមលេងនៅខែក្រោយអញ្ចឹងជួយនេះគឺប្រហែលជាពាក់កណ្ដាលខែក្រោយហ្នឹងចូលឆ្នាំចិនហើយឬក៏មុនចូលឆ្នាំចិនហ្នឹងយើងអាចយកលេងបានហើយគីឡូ30ឥឡូវយើងត្រៀមកម្លាំងត្រៀមចំណីវាដើម្បីឲ្យវាសាច់ណែនជាងហ្នឹងព្រោះឥឡូវរៀងស្ទើរសាច់បន្តិចបងប្អូនវានៅខ្លាញ់រៀងច្រើនឥឡូវយើងបុកសីវារាល់ថ្ងៃសិនឥឡូវនេះយើងសីវាបាន2ថ្ងៃហើយសម្រាប់ជួយនេះគឺខ្ញុំទិញវាមកយូរដែរហើយឥឡូវដល់ពេលវាចេញចូលរលុយវិញហើយសម្រាប់ជួយតូចនេះគឺវាដាក់ចិត្តហ៊ានវាចាស់ហើយវាលែងសូវខ្លាចហើយអញ្ចឹងការឡើងរបស់វាក៏បានច្រើនដែរវាវាយមិនក្បាច់មានអីត្រឹមត្រូវវាអត់ដូចមុនវាវាយកញ្ជ្រោលចូលទេឥឡូវមិនក្បាច់អីវាយដកវាយទុកវាយថយរបស់វាអញ្ចឹងសង្ឃឹមថាពេលវាចូលហ្នឹងសង្ឃឹមថាវាធ្វើនៅបានល្អតែកម្លាំងវាគឺអត់អីទេសាច់វាក៏ណែនដែរហើយអញ្ចឹងមកនេះធ្វើបត់តែគីឡូវាតូចតែខ្ញុំសង្ឃឹមថាវានឹងជុលទៅល្អព្រោះអីវាឡាំហ្នឹងគឺល្អហើយសម្រាប់ខ្ញុំតែការជុលជាក់ស្ដែងគឺយើងមើលឃើញគឺយើងអត់ដឹងដូចគ្នាថាវាវាយទៅដូចម៉េចហើយមន់ដែលគេត្រូវជុលជាមួយវាហ្នឹងគឺគេល្អប៉ុណ្ណាគឺយើងអត់ទាន់ដឹងទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនហើយសូមបងប្អូនបើតាចុចពាក្យជាវនិង Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីជាបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់